សួស្តីបងអូនថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបស្លម្ជូរគ្រឿងសាច់គោរបៀបធ្វើមានគ្រឿងម្ទេសក្រៀមចិញ្ច្រាំប្រហុកចិញ្ច្រាំក្រសាំងសាច់គោនិងម្ត្រកួនរបៀបស្លដាក់ឆ្នាំងឲ្យក្តៅចាក់ខ្លាញ់បន្តិចរួចហើយដាក់គ្រឿងកូរវាឲ្យចេញជាតិឈ្ងុយដាក់ប្រហុកចិញ្ច្រាំមួយដុំថែមទឹកបន្តិចកុំឲ្យខ្លោចបាតបងអូនរួចហើយដាក់ម្ទេសចិញ្ច្រាំយើងចិញ្ច្រាំទុកនឹងលីងវាជាមួយគ្រឿងជាមួយប្រហុកឲ្យសព្វចាក់ទឹកនេះមិនទឹកអីទេបងអូនទឹកគ្រឿងដែលយើងបុកហ្នឹងចាក់បន្តិចមកកុំឲ្យវាជាប់បាតរួចហើយក៏ដាក់សាច់គោរួចក៏ច្របល់វាឲ្យសព្វរួចហើយក៏ដាក់ត្រកួនហើយរ៉ូឌីនឹងដាក់គ្រឿងក្រៅស្ករប៊ីចេងអំបិលយើងហ្នឹងបងអូនហើយកូរវាឲ្យសព្វមកហើយដាក់ម្ជូរក្រសាំងក៏បានអំពិលក៏បានបងអូនតែយើងចូលចិត្តតែនេះខ្ញុំដាក់ម្ជូរក្រសាំងចូលចិត្តហើយថែមទឹកប្រហែលជា2ឬ3កូនចានសម្រាប់ដែលយើងចូលចិត្តទឹកច្រើនឬទឹកតិចបងអូនរួចហើយពុះហើយឆ្អិនហើយបងអូន